ត្រីមេទី1ឆ្នាំនេះរត់ចំណាយថវិកាជាង$7 លានដល់សមាជិកបសសជាស្ត្រីមានផ្ទៃពោះនិងកូនអាយុ2ឆ្នាំត្រីមាសទី1នៅក្នុងឆ្នាំ2026នេះរាជរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមបានចំណាយថវិកាចំនួន$7 លាន3សែនដល់សមាជិកបសសជាស្ត្រីមានផ្ទៃពោះចំនួន66,017 នាក់និងកូនអាយុក្រោម2ឆ្នាំចំនួន11,113 នាក់អគ្គនាយកបសសបង្ហាញថានៅក្នុងការផ្តល់ថវិកានេះមាន3ដំណាក់កាលនោះមុនពេលសម្រាលទទួលបានប្រាក់ឧបត្ថម្ភចំនួន4លើកដោយ1លើកទទួលបានថវិកា$80,000 រៀលពេលសម្រាលកូនទទួលបាន$80,000 រៀលកូនភ្លោះ2ទទួលបាន$1 លាន2សែនរៀលនិងកូនភ្លោះ3ទទួលបាន$1 លាន6សែនរៀលនិងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចំនួន5 លានរៀលទៀតផងដែរក្រោយពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន10លើកដោយ1លើកទទួលបាន$80,000 រៀលក្នុងនោះ3លើកនៅពេលទៅទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលកូននិង7លើកទៀតនៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ2ឆ្នាំ